ហើយលបងចោលសៀមបន្ទាប់ពីបិទច្រកព្រំដែនដោយក្បាលចិត្តខ្លួនឯងចង់បិទសេដ្ឋកិច្ចខ្មែរចង់សម្លាប់ខ្មែរទីបំផុតឥឡូវនេះឮសូរដំណឹងថាមកសុំវកម្ពុជាឲ្យបើកច្រកព្រំដែនដើម្បីនាំបន្លែនាំទំនិញថៃមកលក់ឲ្យកម្ពុជាដោយសារតែប្រជាជនថៃកំពុងតែដាច់បាយកំពុងតែយំស្រែកបន្ទាប់ពីអត់មានទីផ្សារកម្ពុជាប្រជាជនថៃដែលជាអ្នករងគ្រោះនៅពេលដែលមានបញ្ហាចំនួនព្រំដែនបានដឹងថាអ្នកណាពឹងដង្ហើមអ្នកណាថៃវាចង់សម្លាប់ខ្មែរឃើញវាសុកចិត្តបិទច្រកព្រំដែនវាបិទអ៊ីនធឺណិតវាបិទភ្លើងវាកាត់ផ្ដាច់អ្វីគ្រប់បែបយ៉ាងពួកប្រឆាំងថៃវាចង់ប្រកាសបិទឈប់ឲ្យលក់ប្រេងមកឲ្យកម្ពុជាបើសិនបើកម្ពុជាមានគេហៅថាចំណុចខ្សោយពឹងដង្ហើមកន្លែងណាមួយបិទឈឹងឲ្យខ្មែរស្លាប់វាសម្លាប់ជនជាតិយើងវាសម្លាប់ខ្មែរតែម្ដងដល់ទៅពេលឥឡូវហ្នឹងបន្ទាប់ពីចង់សម្លាប់ខ្មែរទៅជារងគ្រោះខ្លួនឯងមានន័យថាច្របាច់កគេអត់លៀនដាតគេលៀនដាតខ្លួនឯងអានេះឃើញច្បាស់ថាអ្នកណាខ្លាំងពិតប្រកបហើយមិនទាន់មានសង្គ្រាមមិនទាន់ប្រឆាំងមិនទាន់បាញ់គ្នាផងខ្មែរអាចមានព្រៀបហើយដូច្នេះខ្មែរត្រូវតែមានភាពវៃឆ្លាតជាមួយនឹងអាចោសៀមឆ្លៀនពៀននេះកុំចាញ់ល្បិចកិច្ចកលរបស់វាឆ្លាតវាអត់ប្របើកច្រកព្រំដែនជាទូទៅទេវាសុំឲ្យខ្មែរបើកតែឡានថៃឲ្យនាំទំនិញថៃយកមកលក់ឲ្យកម្ពុជាចំណែកវាអត់ព្រមបើកច្រកទូទៅឲ្យទេសចរស្អីចេញចូលទូទៅឲ្យប្រជាជនខ្មែរបានផលទេមានន័យថាវាឲ្យខ្មែរបានចំណេញវាចង់ឲ្យតែចំណេញប្រជាជនវានេះវាឆ្លាតណាអាចោសៀមនេះដូច្នេះយើងមានព្រៀបជាមួយនឹងថៃហើយដូច្នេះយើងត្រូវតែរស់ដោយខ្លួនឯងថៃវាគិតថាខ្មែរពឹងដង្ហើមវាដកស៊ីអត់មានរបស់វាស៊ីស្លាប់ឃើញវាចង់មើងងាយខ្មែរដល់ទៅពេលបិទច្រកប៉ុណ្ណឹងទៅបានដឹងថាខ្មែរអាចរស់បានដោយខ្លួនឯងទោះបីជាគ្មានទំនិញថៃទោះបីជាគ្មានបន្លែផ្លែឈើថៃក៏មានបន្លែផ្លែឈើក្នុងស្រុកខ្មែរយើងបារម្ភខ្លាចនាំមកបន្លែផ្លែឈើត្រីសាច់គីមីតែពីអាខាងកើតទេប្រសិនបើខ្មែរទប់ស្កាត់តែពីអាខាងកើតបន្លែត្រីសាច់គីមីត្រួតពិនិត្យត្រឹមត្រូវឲ្យបានច្បាស់លាស់ពីអាខាងកើតយើងអាចរស់ដោយខ្លួនឯងមិនចាំបាច់ពឹងឲ្យអាចោសៀមនេះវាមើងងាយវាប្រមាថវាចង់បិទដង្ហើមខ្មែរចង់សម្លាប់ខ្មែរតែម្ដងឥឡូវនេះឃើញថាបាបកម្មឥឡូវយំស្រែកសុំមកឲ្យកម្ពុជាបើកច្រកវិញហើយខ្មែរមានតែមឈ្នះឃើញទេបាបកម្មខ្លួនឯងបិទច្រកចង់ឲ្យគេស្លាប់ឥឡូវមិនស្លាប់គេស្លាប់ខ្លួនឯង